ការឈូក8ទេសស្មៅក្រាស់តើជាមនុស្សរបស់លៀងវាងមែនទេខ្ញុំមិននិយាយអ្វីទាំងអស់ខ្ញុំមើលទៅអញប្រហែលជាបើមិនរងទុកខ្លះទេគឺមិនព្រមបើកមាត់ឡើយនរណានៅទីនោះយកឧបករណ៍ធ្វើទារុណកម្មមកកុំកុំធ្វើបែបនេះគឺអាម៉ាតបង្ខំឲ្យខ្ញុំធ្វើទេសម្ដីឥតន័យព្រះករុណាទូបង្គំត្រូវគេបង្កាច់បង្ខូចទេព្រះករុណាប្រហែលណាស់អូវាទៅធ្វើទារុណកម្មសួរចម្លើយទៅព្រះករុណាប្រណីជីវិតផងព្រះនាងនាងវាងអ្នកមានគុណក្នុងការសង្គ្រោះជីវិតមនុស្សយើងប្រទានមាស 1000 ដំឡឹងដល់អ្នកអរព្រះគុណព្រះករុណាប្រសិនបើទ្រង់ចង់បែងចែកការផ្ដល់រង្វាន់និងការដាក់ទោសឲ្យបានច្បាស់លាស់នាងវាងបានហូតដាវនៅចំពោះព្រះភ័ក្ត្រគួរតែត្រូវទទួលទោសទូបង្គំស្ម័គ្រចិត្តទទួលទោសរំពាត់មួយនេះខ្ញុំទទួលទោសជំនួសព្រះគុំហេសីព្រោះយ៉ាងណាក៏ដោយខ្ញុំជាអ្នកធ្វើឲ្យនាងស្លាប់រំពាត់មួយនេះនាងទទួលទោសព្រោះតែការពារខ្ញុំដោយប្រមាថដល់អំណាចព្រះមហាក្សត្រអ្វីដែលខ្ញុំជំពាក់នាងខ្លាចតែសងមិនអស់ឡើយសៀវជាមិននឹកស្មានថាឯងមានសម្រស់ស្រស់ស្អាតលើសលប់បែបនេះសោះរៀបការជាមួយលៀងវាងដែលជាមនុស្សពិការនោះពិតជាធ្វើឲ្យឯងវេទនាហើយខ្ញុំវេទនាអត់មិនពាក់ព័ន្ធនឹងព្រះរាជបុត្រទី2ឡើយហាសៀវជាខ្ញុំដឹងថាឯងនៅខឹងខ្ញុំឡើយប៉ុន្តែរឿងនេះខ្ញុំក៏ធ្វើដើម្បីអនាគតរបស់យើងដែរខ្ញុំសន្យានឹងឯងឲ្យតែឯងជួយខ្ញុំផ្ដួលរំលំលៀងវាងជួយខ្ញុំឡើងកាន់តំណែងជាព្រះរាជបុត្រស្នងរាជតំណែងជាព្រះស្នំឯកនេះនឹងក្លាយជារបស់ឯងជាមិនខានចុះបើខ្ញុំមិនព្រមព្រៀងវិញហាប្រសិនបើលៀងវាងដឹងថាឯងបានធ្វើអ្វីខ្លះនៅក្នុងវិមានធានសៀងតើឯងគិតថាមន្ទីរលៀងវាងនៅតែអាចទទួលយកការដែលក្រៀមស្វិតដូចជាឯងបានទៀតទេព្រះរាជបុត្រទី2ទ្រង់ពិតជាថោកទាបណាស់តើមានអ្វីកើតឡើងនៅវិមានធានសៀង